អ្នកមីងកែវងក់ក្បាលធ្វើសញ្ញាអូខេពេលហ្នឹងនីសំក៏សួរទៅម្ដាយក្មេកគាត់ថាអ្នកម៉ែតើប្រពន្ធខ្ញុំនឹងណាច្បាស់អត់ថាទៅរួចជាមួយនឹងខ្ញុំនោះអ្នកមីងកែវបាននិយាយប្រាប់ថាកុំបារម្ភអីកូនបន្តិចទៀតកូនស្រីរបស់អ្នកម៉ែនឹងខ្លាំងលើសដើមឲ្យតែកូនអាចទប់ទល់ជាមួយនាងវិញប៉ុន្តែត្រូវឆ្លងកាត់ការបង្រៀនរបស់ម៉ែបន្តិចសិនកូនកុំបារម្ភអីយប់នេះកូននឹងពេញចិត្តហើយនៅសល់ប្រមាណកូនបោកចូលទៅនីសំបាននិយាយថានៅសល់10ហួនដងទៀតដូច្នេះគាត់ពិតជារីករាយអ្នកមីងកៅនិយាយថាមិនអីទេយប់នេះកូនប្រតិបត្តិការទៅតាមលទ្ធផលដែលកូនទៅបាំងឬក៏កូនចាំត្រូវតែចំនួន17ដងជាងនីសំនិយាយថាអ្នកម៉ៃក្មេកុំបារម្ភអីកូនមិនអោយខ្វះសំបីតែម្ដងទេសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានស្នេហាររៀលតោះទៅស្ដាប់រឿងថ្មីទាំងអស់គ្នាណាសាច់រឿងដូចខ្ញុំដាក់នៅខាងក្នុងរូបភាពខាងលើហ្នឹងហើយបាទចឹងយើងទៅតាមដានស្ដាប់ទាំងអស់គ្នាបាទរឿងហ្នឹងគឺថាទុកឲ្យម៉ែក្មេកម្ដងបាទក្រោយពីស្រីដាមិនអាចតស៊ូជាមួយប្តីរបស់គាត់បាននាយសំក៏បានហៅឪពុកម្ដាយគាត់មកជួបចំណែកអ្នកមីងកែវជាម្ដាយរបស់ស្រីដាក៏បានទៅជួបហើយគាត់ក៏ឲ្យខួនស្រីគាត់និយាយប្រាប់រឿងរ៉ាវដែលបានកើតឡើងនៅយប់នោះស្រីដាបាននិយាយប្រាប់តែម្ដាយក្មេកនិងឪពុកក្មេកគាត់ថាគាត់មិនអាចទប់ទល់ជាមួយប្តីរបស់គាត់បានទេ15ដងឪពុកម្ដាយរបស់យុវជនសំមើលមុខគ្នាហើយគាត់ញញឹមហើយនិយាយថាកូនប្រុសពិតជាធ្វើបានល្អណាស់កូនកាត់ទៅឪពុកកូនស្រីរបស់អ្នកមីងកែវក៏បាននិយាយថាគាត់មិនអាចធ្វើបានទេចំណែកម្ដាយក្មេកក៏និយាយថាកូនត្រូវតែធ្វើគ្រូសាដែលបានកូនប្រុសធ្វើជាប្តីត្រូវតែឆ្លងកាត់រឿងរ៉ាវមួយនេះដូចជាហើយទើបម្ដាយហ៊ានបង្គាប់ថ្លៃបណ្ដាការតាមការស្នើសុំស្រីដាពេលបានឮម្ដាយក្មេកនិយាយដូចនេះនាងកាន់តែមានការភ័យខ្លាចគាត់ក៏បានប្រាប់ទៅម្ដាយគាត់ថាញាក់ម៉ែយើងលែងគាត់ទៅខ្ញុំមិនអាចតស៊ូជាមួយគាត់បាននោះទេចំណែកឪពុករបស់នាយសំបាននិយាយថាបើសិនជាលែងត្រូវសងថ្លៃបណ្ដាការ1គុណនឹង2តើយល់ព្រមលែងដែរឬទេចំណែកអ្នកមីងកែវបាននិយាយថាកុំរំអីគាត់នឹងមិនលែងនោះទេឲ្យតែកូនប្រុសពិតជាមានកម្លាំងពិតមែនឪពុកម្ដាយរបស់នាយសំអស់សំណើចហើយក៏និយាយថាអ្នកដុនឡងមើលទៅដែលកូនរបស់អ្នកដុនឡងនឹងអាចតស៊ូទៅរួចឬអត់ព្រោះថាបានសុំចោះចាញ់រួចទៅហើយអ្នកមីងកែវបានបន្តទៀតថាកូនគាត់ចោះចាញ់តាំងពីថ្ងៃចូលដណ្ដឹងមកលែប៉ុន្តែគាត់នៅតែក្លាហាននឹងទទួលរៀបការបង្គាប់ថ្លៃបណ្ដាការហើយតស៊ូចំណែកនេះសំក៏ញញឹមដាក់ហូនដាហើយចំណែកស្រីដាក៏កាន់តែមានការភ័យខ្លាចគ្រូសាទាំងពីរបាននិយាយគ្នាចំណែកអ្នកមីងកែវបាននាំខួនស្រីរបស់គាត់ហើយនិយាយថាកូនគុំបារម្ភអីចាំម៉ែជួយកូនឲ្យខ្លាំងក្លាឡើងវិញពេលហ្នឹងស្រីដាក៏ក្រវីក្បាលគាត់មិនដឹងថាគួរធ្វើបែបនោះទេព្រោះថាគាត់ទៅលែងរួចហើយអ្នកមីងកែវថាគុំបារម្ភអីកូនធ្វើតាមតែម៉ែធ្វើបានហើយអ្នកមីងកែវក៏បានដឹកដៃខួនស្រីរបស់គាត់ទៅជួបអ្នកទាំង3វិញហើយក៏និយាយថាគាត់មិនលែងជាដាច់ខាតហើយគាត់នៅតែរីករាយស្វាគមន៍ការដែលមានវត្តមានកូនប្រសាប្រុសមានកម្លាំងខ្លាំងដូច្នេះគាត់សប្បាយចិត្តអ្នកមីងកែវនិយាយដោយក្តីរីករាយចំណែកអ្នកដុនឡងវិញក៏ញញឹមដាក់គ្នាសួរទៅអ្នកមីងកែវម្ដងទៀតអ្នកដុនឡងអើយទៅរួយអត់កូនស្រីរបស់អ្នកដុនឡងហ្នឹងអ្នកមីងកែវងក់ក្បាលធ្វើសញ្ញាអូខេពេលហ្នឹងនីសំក៏សួរទៅម្ដាយក្មេកគាត់ថាអ្នកម៉ែតើប្រពន្ធខ្ញុំនឹងណាច្បាស់អត់ថាទៅរួចជាមួយនឹងខ្ញុំនោះអ្នកមីងកែវបាននិយាយប្រាប់ថាកុំបារម្ភអីកូនបន្តិចទៀតកូនស្រីរបស់អ្នកម៉ែនឹងខ្លាំងលើសដើមឲ្យតែកូនអាចទប់ទល់ជាមួយនាងវិញប៉ុន្តែត្រូវឆ្លងកាត់ការបង្រៀនរបស់ម៉ែបន្តិចសិនកូនកុំបារម្ភអីយប់នេះកូននឹងពេញចិត្តហើយនៅសល់ប្រមាណកូនបោកចូលទៅនេះសំបាននិយាយថានៅសល់10ហួនដងទៀតដូច្នេះគាត់ពិតជារីករាយអ្នកមីងកៅនិយាយថាមិនអីទេយប់នេះកូនប្រតិបត្តិការទៅតាមលទ្ធផលដែលកូនទៅបាំងឬក៏កូនចាំត្រូវតែចំនួន17ដងជាងនេះសំនិយាយថាអ្នកម៉ៃក្មេកុំបារម្ភអីកូនមិនអោយខ្វះសំបីតែម្ដងទេខ្លាយតែកូនស្រីម៉ៃនឹងទៅមិនរួចអ្នកមីងកៅបាននិយាយថាកុំបារម្ភអីឆ្លងកាត់ការបណ្ដោះបណ្ដាលរបស់គាត់ហើយកូនធានាថាពេញចិត្តកុំបារម្ភអីប៉ុន្តែត្រូវធ្វើតាមផែនការរបស់អ្នកម៉ែទើបកូនស្រីអ្នកម៉ែនឹងមានកម្លាំងហើយកូនស្រីម៉ែទៀតខ្លាំងតាមដូចអ្វីដែលកូនចង់បានពេលរាត្រីក៏បានមកដល់
มีซ้อมก็บานអង្គុយហូបបាយជុំគ្នាជាមួយនឹងម្ដាយក្មេកហើយនឹងស្រីដាហើយនីសំក៏ញញឹមដាក់ទៅពុនមិនដាច់ពីមាត់សោះចំណែកប្រពន្ធក៏ញញឹមទៅតាមការណែនាំរបស់អ្នកមីងកៅជាម្ដាយដែលប្រាប់បើទោះបីជាប្តីកូនញញឹមយ៉ាងណាក៏ដោយកូនត្រូវតែញញឹមដោយសញ្ញាទៅប្តីកូនវិញនីសំក៏បានសួរទៅប្រពន្ធដោយគ្មានការខ្មាស់អៀនតើក្រោយពេលហូបបាយហើយយើងចាប់ដើមនៅពេលណាប្រពន្ធក៏ញញឹមហើយក៏និយាយប្រាប់ថាចាំយប់ជ្រើមតិចទៅចាំអូនត្រូវការរៀនភេអ្នកម៉ាសិនព្រោះអ្នកម៉ាថាបងរៀនអូនបងចាំតែធ្វើតាមគាត់ទៅយុវជនសំក៏សប្បាយចិត្តខ្លាំងណាស់ចេញទៅងូតទឹកហើយរងចាំដល់ម៉ោង 9 កន្លះយប់នៅពេលស្រីដាហើយនឹងម្ដាយគាត់ក៏បានអង្គុយតែពីរនាក់ខាងបន្ទប់ហើយម្ដាយគាត់ក៏បានបង្រៀនកូនស្រីគាត់ជាច្រើនបង្រៀនឲ្យចេះដឹងឲ្យបានចេះយល់ច្បាស់លាស់លុះដល់ម៉ោង 9 កន្លះនីសំក៏បានសួរតើហើយឬនៅប្រពន្ធសម្លាញ់ប្តីចូលបានដែរឬទេប្រពន្ធរបស់នីសំក៏បានឆ្លើយតបវិញចារត់ហើយប្តីសម្លាញ់ចូលមកពេលដែលចូលមកយុវជនសំក៏សម្រុបប្រតិបត្តិការតែម្ដងទៅលុះដល់ព្រឹកឡើងយុវជនសំហាក់បីជាស្លេកស្លាំងអស់កម្លាំងជាខ្លាំងនោះដោយសារតែគាត់ធ្វើការរ៉ាប់រងទទួលទាំងការទាំងដើមពេលដែលគាត់ចេញពីបន្ទប់គាត់ក៏ចម្លែកព្រោះម្ដាយក្មេករបស់គាត់នឹងបានដាំបបររៀបចំម្ហូបអាហារពូសម្រាប់គាត់នេះសំក៏សួរម្ដាយថ្មីក្មេកឃីមឆ្ងល់ថាម៉េចក៏ប្រពន្ធរបស់ខ្ញុំម្ដងនេះគាត់ខ្លាំងម្ល៉េះមួយយប់អត់លឺសំឡេងអ្វីទាល់តែសោះកូនខំប្រាំងប៉ុណ្ណឹងដែរអ្នកមីងកែវក៏បានប្រាប់កូនប្រសាររបស់គាត់ថានេះគឺដោយសារតែម៉ែក្មេកហ្នឹងបានបង្រៀនឲ្យយល់ច្បាស់ប្រាប់កូនស្រីរបស់គាត់យ៉ាងម៉េចពេញចិត្តដែរឬទេនេះសំក៏បាននិយាយថាសប្បាយចិត្តណាស់អ្នកម៉ែក្មេកយប់មិញនេះកូនបានទាំងការទាំងដើមតែម្ដងអ្នកមីងកែវក៏ញញឹមដោយក្តីរីករាយស្នាមញញឹមបបមាត់យ៉ាងក្រហមដូចជាស្រស់ស្រាយជាខ្លាំងគាត់បានសួរទៅកូនប្រុសរបស់គាត់ទៀតតែកូននៅតែបន្តនឹងរហូតឬក៏យ៉ាងម៉េចកូនអាចប្រាប់ម៉ែផងបានទេនេះសំក៏និយាយថាត្រូវហើយអ្នកម៉ែកូនត្រូវតែធ្វើបែបនេះលុះត្រាតែកូនលែងចង់តើកូនទៅរួចដែរឬទេកូនប្រសាមើលយប់តបផាន់ពីរដងគឺចាណាស់កូននេះម៉ែគ្រាន់តែប្រាប់កូនឯងប៉ុណ្ណោះបើកូនទៅមិនកើតទេកូនប្រាប់ម៉ែក្មេកមកម៉ែមិនប្រកាន់ខណ្ឌអីទេនេះសំក៏និយាយប្រាប់ម៉ែក្មេកថាកុំបារម្ភអីពូជរបស់ខ្ញុំខ្លាំងណាស់អញ្ចឹងហើយកុំបារម្ភអីណាអ្នកម៉ែក្មេកទីនេះឲ្យតែកូនអ្នកម៉ែនឹងធ្វើបានល្អដូចយប់មិញហ្នឹងគឺត្រៃចិត្តកូនខ្លាំងណាស់កូនមិនដែលដឹងថាប្រពន្ធរបស់កូនខ្លាំងចឹងទេបាយយប់ដំបងខ្លាំងចឹងមានស្អីម៉ែក្មេកស្រួលតយយុវជនសំក៏ញញឹមញញែមសប្បាយជប់ខ្លាំងចំណែកម្ដាយក្មេកវិញរៀបចំរបស់របរហូបជុកសុទ្ធតែគ្រឿងពូជំនួយកម្លាំងទៅដល់កូនប្រសាគាត់នេះសំបានហូបជុកក៏បានសួរថាអ្នកម៉ែក្មេកចម្លែកណាស់ប្រពន្ធរបស់កូនហេតុអ្វីបានជាព្រឹកឡើងមិនឃើញតតែសោះអញ្ចឹងតើគាត់ទៅណាអ្នកមីងកែវបានប្រាប់ថាប្រពន្ធរបស់កូននឹងគឺទៅខាងក្រោយផ្ទះនៅកន្លែងស្រះទឹកកូនដើរទៅគឺឃើញអង្គុយនៅទីនោះហើយព្រោះថាម៉ែបានប្រាគាត់ឲ្យទៅលាងរបស់របរនៅទីនោះព្រោះឯយប់មិញហ្នឹងគាត់បានប្រើច្រើនមិនអាចទុកចោលព្រៃផ្ដាបានទេយុវជនសំលឺដូច្នេះក៏កាត់អារម្មណ៍ថាយីម្យ៉ាងដែរតស្រះទឹកជាបរិយាកាសចម្លែកហើយប្លែកភ្នែកអារម្មណ៍ទៀតនេសំក៏ហូបបាយរួចរហ័សហើយក៏បានដើរទៅសំដៅពីក្រោយផ្ទះពេលนั้นក៏ស្រាប់តែឃើញប្រពន្ធរបស់គាត់អង្គុយនៅទីនោះមែនគាត់អង្គុយម្នាក់ឯងហើយមើលទៅកាន់ហើយមើលទៅស្រះទឹកដោយស្រងែកស្រងោលអ្វីមួយនេសំក៏បានទៅជិតក៏សួរប្រពន្ធគាត់ថាកំពុងគិតអ្វីតយល់យ៉ាងណាមិនដែរស្រីដាក៏បានញញឹមដាក់ប្តីរបស់គាត់ហើយនិយាយថាបានរៀនពីម្ដាយច្រើនដូច្នេះហើយគាត់អាចធ្វើបានមួយវិញទៀតគាត់យល់ថាប្តីរបស់គាត់នឹងខ្លាំងមែនចិត្តដល់20ដងជាងតែនៅតែអាចទៅរួចខ្ញុំមិនដឹងថាជាតិមុនខ្ញុំសាងអ្វីទេទើបជួបប្តីពូកែដូច្នេះនីសាំក៏សប្បាយចិត្តណាស់ហើយក៏សួរអូនឯងប្រែប្រួលអាការៈអ្វីទេមែនទេប្រពន្ធនីសាំបាននិយាយថាអត់មានអ្វីទេយ៉ាងម៉េចតបងគិតអ្វីមែននីសាំនិយាយថាបងមិនបានគិតអ្វីទេក៏ប៉ុន្តែចម្លែកបន្តិចបងមានអារម្មណ៍ថាកាលពីយប់មិញអូនដូចជាខុសប្លែកពីធម្មតាធ្វើឲ្យបងមិននឹកស្មានដល់តតែសក់ហើយបងខំប៉ុណ្ណឹងដែរប៉ុន្តែអូនដូចជាមិនអាចមានសកម្មភាពអ្វីប្រែប្រួលនោះទេតើអូនពិតជាមានអ្វីលែកបងមែនទេស្រីដាក៏ញញឹមធ្វើមុខឃ្យូតគួរឲ្យស្រឡាញ់ហើយនិយាយថាប្តីកុំគិតច្រើនអីក្រែងលលកប្តីចង់បន្តទៀតយប់នឹងនោះអីយ៉ាងម៉េចដែរយប់នឹងយើងបន្តទៀតនៃសំការដែលគាត់នៅតែពីរអ្នកប្រពន្ធនៅក្នុងចំការស្ងាត់បែបនេះធ្វើឲ្យមានអារម្មណ៍ថាដូចជានឹកឃើញនៃសំសួរប្រពន្ធថាតើយើងបដូរបរិយាកាសមកទីនេះម្ដងយ៉ាងម៉េចដែរស្រីដាបាននិយាយថាមិនអាចទេព្រោះថាយើងនៅផ្ទះមានរបស់របរប្រើប្រាស់គ្រប់គ្រាន់យ៉ាងណាក៏ដោយលោកប្តីត្រៀមកម្លាំងទៅយប់នេះយើងនឹងបន្តទៀតនៃសំក៏ញញឹមហើយសប្បាយចិត្តក៏បានដើរជាមួយប្រពន្ធត្រឡប់មកវិញលុះរាត្រីបន្ទាប់មកដល់នៅពេលម៉ោង8យប់ប្តីប្រពន្ធឪពុកម្ដាយរបស់នេសំក៏បានមកលេងហើយក៏សួរថាកូនប្រុសអើយយ៉ាងម៉េចហើយកូនឆ្លងកាត់ការពីយប់មិញនឹងតើពេញចិត្តដែរឬទេនេសំក៏បាននិយាយប្រាប់ថាពុកម៉ែអើយតើពេញចិត្តដែរឬទេកូននេសំក៏បាននិយាយប្រាប់ថាពុកម៉ែអើយប្រពន្ធខ្ញុំអាចធ្វើបានហើយអ្នកទាំងពីរកុំបារម្ភអី
ខ្ញុំពិតជារីករាយខាងឪពុកម្ដាយរបស់នាយសំដែលឮកូននិយាយដូចនេះក៏រីករាយក៏បានលើកសញ្ញាមេដៃដាក់គ្នាទៅវិញទៅមកយីអ្នកដាន់ឡងពិតជាពូកែណាបង្រៀនកូនឲ្យចេះច្បាស់ចេះយល់តែមួយផ្លែតសោធ្វើឲ្យកូនស្រីមានសមត្ថភាពខ្លាំងឪពុកម្ដាយរបស់នាយសំបាននិយាយគ្នារួចរាល់ហើយពួកគាត់ក៏បានត្រឡប់ទៅប្រទេសវិញក៏ជាពេលប្តីប្រពន្ធគាត់ជួបគ្នាទៀតពេលរាត្រីក៏បានមកដល់ធ្វើដូចជារាល់ដងដូច្នោះដែរនាយសំត្រូវរងចាំឆ្លើយតបពីសំឡេងខាងក្នុងទើបគាត់អាចចូលទៅបានលុះពេលនៃគាត់ចូលទៅសភាពអាកាសគឺស្ងប់ស្ងាត់ល្អពេញមួយរាត្រីនាយសំក៏អាចធ្វើតាមបំណងប្រាថ្នារបស់ខ្លួនដែរពេញចិត្តពេញខ្លាំងជាខ្លាំងព្រឹកឡើងគាត់នៅតែមានអាការៈស្លេកស្លាំងដដែលហើយម្ដាយក្មេករបស់គាត់ព្រឹកឡើងនៅតែចម្អិនអាហារដូចរាល់ដងនាយសំគឺញញឹមខ្លាំងណាស់ពេញចិត្តជូតមាត់ជូតជើងជូតដៃក៏ប្រាប់ទៅម៉ែក្មេកកាអ្នកម៉ែកូនពិតជាពេញចិត្តជាខ្លាំងថាប្រពន្ធរបស់កូននឹងពូកែខ្លាំងណាស់យប់នេះមិនឲ្យកូនអស់សង្ឃឹមឡើយអ្នកមីងកែវនៅតែញញឹមដាក់កូនភាសាហើយនិយាយថាឲ្យតែកូនពេញចិត្តកូនមិនតទៀតទៅកុំបារម្ភអីពេលនោះនាយសំឆ្ងល់ថាហេតុអ្វីប្រពន្ធរបស់ខ្លួននឹងខុសប្លែកសម្បើម្លេះកាលពីរាត្រីដំបូងការប្រើប្រាស់ដូចជាមិនរលូននោះទេតែពីរាត្រីចុងក្រោយហេតុអ្វីការប្រើប្រាស់រលូនឡំម្លេះខ្ញុំអាចយល់តទេសោះអ្នកម៉ែក្មេកតាយ៉ាងម៉េចដែរពេលនោះស្រាប់តែលោកយាយម្នាក់យាយរបស់ស្រីដាគាត់ក៏បានដើរមកហើយគាត់ក៏សួរទៅអ្នកមីងកែវដែលជាកូនគាត់នឹងថាហេតុអ្វីបានជាដេញកូនស្រីរបស់គាត់នឹងឲ្យតែគេងជាមួយលោកយាយជាមួយគាត់មិនឲ្យកូនតែគេងជាមួយកូនភាសាវិញស្រាប់តែធ្វើឲ្យនាយសំឆ្ងល់លោកយាយក្រែងប្រពន្ធខ្ញុំនៅជាមួយខ្ញុំរហូតយប់តហេតុអ្វីបានជាលោកយាយថាប្រពន្ធខ្ញុំតែគេងជាមួយលោកយាយទៅវិញលោកយាយបាននិយាយថាប្រពន្ធរបស់ចៅនឹងគេងជាមួយលោកយាយពីយប់ហើយនាយសំក៏សម្លឹងទៅម្ដាយក្មេកហើយនិយាយថាញ៉ាំម៉ែតើមានរឿងអ្វីកើតឡើងម្ដាយក្មេកក៏និយាយថាពីយប់នេះកូនយ៉ាងម៉េចដែរកូនពេញចិត្តឬទេកូនពេញចិត្តប៉ុន្តែរឿងយ៉ាងម៉េចម្ដាយក្មេកនិយាយថាតើហើយមិនខុសទេពីយប់នេះម្ដាយក្មេកជាអ្នកបំពេញកាតព្វកិច្ចឲ្យកូនកុំបារម្ភអីសំខាន់គឺឲ្យតែកូនពេញចិត្តគឺបានហើយនាយសំឮដូច្នេះគឺហួសចិត្តតែម្ដងមិននឹកស្មានថាពីរាត្រីចុងក្រោយនេះគឺជាមានវត្តមានរបស់ម៉ែក្មេកទៅវិញសោះបាទអញ្ចឹងរឿងនេះបាទសូមស្លេកស្មែតែប៉ុណ្ណឹងសិននឹងមានវគ្គបន្តទៅទៀតបាទអញ្ចឹងបងប្អូនថ្មីជួយចុច Subscribe ជួយ Comment ផងដើម្បីទទួលបាននូវវគ្គបន្តទៅទៀតបាទនឹងឲ្យសូមអរគុណច្រើនជម្រាបលា